ប្រកួតបាទដូច្នេះសូមកុំភ្លេចបាទជាបន្តបាទលោកយិនសេងលីអត្ថាធិប្បាយជូនបាទត្រៀមបោះប៊ូចេញពីខាងបាទកងយុទ្ធពលខេមរៈភូមិន្ទអូបោះទៅស្អាតមែនតើបាទគឺចូលមកចិត្តប៊ីតែម្ដងបាទខាងបាទយុទ្ធពលភូមិភាគពិសេសកំពុងតែបាទមើលបាទក្នុងការវាយចេញឬក៏បាទបោះប៉ុន្តែបើត្រង់នេះអាចនឹងវាយចេញហើយព្រោះអីបាទប៊ូរបស់កងយុទ្ធពលខេមរៈភូមិន្ទគឺនៅចិត្តប៊ីតែម្ដងបាទត្រៀមមកត្រង់នេះបាទទៅហើយអត់ចំទេបាទអត់ចំទេបាទត្រង់នេះបាទយើងឃើញថាបាទគាត់សញ្ជិតសញ្ជឹងនៅក្នុងការវាយបាទប៊ូលត្រង់នេះប៉ុន្តែអត់ចំទេបាទខុសបាទឥឡូវបាទកីឡាករម្នាក់ទៀតរបស់បាទកងយុទ្ធពលភូមិភាគពិសេសកំពុងតែទៅមើលបាទហេងស៊ូមៀនបាទកីឡាករហេងស៊ូមៀនរបស់បាទយុទ្ធពលភូមិភាគពិសេសបាទកំពុងសញ្ជិតសញ្ជឹងបាទនៅក្នុងការគប់ប៊ូលបាទត្រង់នេះអត់ទេអត់គប់ទេគាត់បោះទៅតែម្ដងប៉ុន្តែឆ្ងាយមែនតើបាទឆ្ងាយចូលតាំងពីជឿនចូលម្ដងបាទឥឡូវបាទចូលដល់បាទការពិភាក្សាគ្នាសិនព្រោះអីការបាទបោះប៊ូលរបស់កងយុទ្ធពលខេមរៈភូមិន្ទល្អមែនតើបាទនៅចិត្តប៊ីបាទយ៉ាងស្អាតតែម្ដងបាទឥឡូវត្រៀមបាទវាយទៀតហើយបាទកីឡាករសៅសុភារ៉ាន់បាទសៅសុភារ៉ាន់គឺប៊ូលដំបូងនោះគឺអត់ចំទេឥឡូវចាំមើលបាទប៊ូលលើកទី2បាទត្រង់នេះអត់ចំឬណាអូយបាទចំប៉ុន្តែអត់ទៀតចេញឆ្ងាយទេបាទនៅតែបាទគៀកប៊ីហ្នឹងអស់បាទ3ប៊ូហើយបាទសម្រាប់យុទ្ធពលភូមិភាគពិសេសគណៈកងយុទ្ធពលខេមរៈភូមិន្ទនឹងសល់បាទ5ប៊ូទៀតឥឡូវទៅខាងកងយុទ្ធពលខេមរៈភូមិន្ទវិញម្ដងបាទត្រៀមបោះទៅម្ដងទៀតអូយបាទស្អាតមែនតើបាទកងយុទ្ធពលខេមរៈភូមិន្ទបាទទៅចិត្តប៊ីមែនតើឥឡូវបាទនៅសល់តែ3ប៊ូទៀតទេបាទយុទ្ធពលភូមិភាគពិសេសកំពុងតែពិបាកដែរបាទសមសិនថាបាទត្រង់នេះបាទអាចនឹងគប់ចេញឬក៏យ៉ាងណាបាទត្រៀមលោកបាទកីឡាករបាទថោងឈឿនអូយបាទអត់ល្អទេបាទត្រង់នេះអត់ចំទេបាទកាន់តែគៀកប៊ីមែនតើនៅសល់តែ2ប៊ូទៀតតែប៉ុណ្ណោះបាទសម្រាប់យុទ្ធពលភូមិភាគពិសេសបាទគ្រូបង្វឹកបាទរបស់ខាងយុទ្ធពលភូមិភាគពិសេសកំពុងតែបាននៅស្ងៀមនៅឡើយបាទបន្ទាប់ពីបាទកូនក្រុមធ្វើអត់តាន់បានល្អទេបាទគឺ5-0ទៅហើយនៅក្នុងរ៉ោន3នេះឥឡូវបាទទៅដល់កីឡាករបាទនៃភូមិភាគពិសេសម្ដងទៀតបាទហេងស៊ូមៀនអត់ទេបាទហេងស៊ូមៀនបាទត្រង់នេះគឺបោះទៅអត់សូវបានល្អទេការវាយប៊ូលក៏ដូចជាការបោះចូលទៅក្នុងបាទយកបន្ទុកអត់បានល្អទេសម្រាប់យុទ្ធពលភូមិភាគពិសេសឥឡូវមួយប៊ូលចុងក្រោយបាទមួយប៊ូលចុងក្រោយ
មួយប៊ូលចុងក្រោយនេះអាចទាញបន្ទុកបានឬយ៉ាងណាអូយបាទអត់ទេបាទខាន់តាគៀកជាងមុនទៀតយើងចាំមើលថាបានប្រមាណបន្ទុកបាទសម្រាប់កងយុទ្ធពលខេមរៈភូមិន្ទបាននៅសល់4ប៊ូលទៀតបាទនៅសល់4ប៊ូលទៀតបាទអាចយកបន្ទុកបានថែមទៀតឬយ៉ាងណាបាទនៅសល់4ប៊ូលទៀតបាទត្រៀមបាទត្រង់នេះបាទចាំមើលទាំងអស់គ្នាបាទប្រិយមិត្តបាទកងយុទ្ធពលខេមរៈភូមិន្ទអាចទាញបានបន្ទុកច្រើននៅក្នុងរ៉ោន3នេះឬយ៉ាងណាបាទគប់ទៅត្រង់នេះអូយបាទស្អាតមែនទែនបាទនៅចិត្តBតែម្ដងកាន់តែបានបន្ទុកបន្ថែមទៀតហើយឥឡូវសល់3ប៊ូទៀតយើងមើលរូបភាពយឺតត្រង់នេះបាទគាត់ស្មានដៃទៅច្បាស់មែនទែនឥឡូវប៊ូលទី2បាទរបស់កីឡាករនៃកងយុទ្ធពលខេមរៈភូមិន្ទបាទទៅត្រង់នេះអូយបាទពិតជាគួរឲ្យស្ងើចសរសើរមែនតើបាទសម្រាប់កីឡាកររបស់កងយុទ្ធពលខេមរៈភូមិន្ទការស្មានដៃនៃការបោះហ្នឹងគឺយកបន្ទុកបានច្រើនមែនតើឥឡូវនៅសល់2ប៊ូលចុងក្រោយសម្រាប់កងយុទ្ធពលខេមរៈភូមិន្ទបាទកីឡាករវ័យក្មេងនៃកងយុទ្ធពលខេមរៈភូមិន្ទបាទបោះចូលក្នុងអូយបាទស្អាតណាស់បន្ទុកថែមទៀតហើយបាទសម្រាប់កងយុទ្ធពលខេមរៈភូមិន្ទល្អមែនតើបាទស្អាតមែនតើបាទបន្ទុកពេញតែម្ដងសម្រាប់កងយុទ្ធពលខេមរៈភូមិន្ទឥឡូវមួយប៊ូលចុងក្រោយអាចយកបន្ទុកបានដែរឬយ៉ាងណាកីឡាករវ័យក្មេងដ៏ល្អសម្រាប់កងយុទ្ធពលខេមរៈភូមិន្ទបាទការបោះទៅត្រង់នេះបាទអូអត់ទេបាទរៀងឆ្ងាយបន្តិចបាទឥឡូវចាំមើលថាបានប្រមាណបន្ទុកសម្រាប់កងយុទ្ធពលខេមរៈភូមិន្ទបាទឲ្យលោកអញ្ញាកដាលបាទវាស់ម៉ែត្រសិនបាទចាំមើលថាបានប្រមាណបន្ទុកឬក៏អត់ទេបាទមិនបាច់វាស់ទេបាទ5បន្ទុកពេញតែម្ដងអូយបាទ10បន្ទុកទៅហើយនៅសល់តែ